ខ្ញុំឲ្យតែធ្វើសាច់អាំងបែបកូរ៉េម្ដងហើយយាយពីចូលចិត្តណាស់ខ្ទឹមខ្យល់ជាមួយនឹងស្លឹកគីនីតបែបកូរ៉េនឹងឯងហើយនឹងត្រប់ជាពិសេសត្រប់ហើយនឹងផ្សិតស៊ីតាកែបែបជប៉ុនហ្នឹងរបស់ជប៉ុនហ្នឹងគឺឆ្ងាញ់មែនទែនផ្អែមមែនទែនរុកនៅពេលដែលយើងអាំងហើយយើងជ្រលក់ជាមួយនំអំបិលម្រេចក៏បានដាក់ជាមួយនឹងប៊ឺក៏បានហើយនឹងគឺជាដើមវីដេអូអូយគាត់ទៅឃើញក៏ចង់ញ៉ាំទៀតដែរមានខ្ទឹមខ្យល់មានគីមជីហើយមានទឹកជ្រលក់និយាយរួមគឺបែបកូរ៉េ សឹងតែ90%ហើយគ្រាន់តែខ្ញុំថែមម្ទេសប្រៃម្ទេសបែបខ្មែរយើងអញ្ចឹងទៅអញ្ចឹងតើយើងមកមើលពីរបៀបនៃការរៀបចំបែបសាច់អាំងបែបកូរ៉េងាយតែមិនមែនជាកូរ៉េចំទេណាគឺយើងអាចនិយាយថាកូរ៉េដែរតែមិនមែនកូរ៉េចំទេអញ្ចឹងខ្ញុំចូលចិត្តញ៉ាំគីមជីខ្ទឹមខ្យល់គឺខ្ញុំធ្វើខ្លួនឯងខ្ញុំអត់បានទិញគេទេណាមួយអាខ្ទឹមខ្យល់នោះគីមជីខ្ទឹមខ្យល់នោះមិនមានអ្នកធ្វើទេហើយប្រភេទគីមជីខ្ទឹមខ្យល់នោះគឺ វាមិនមែនលក្ខណៈគីមឈី100%សុទ្ធទេគ្រាន់តែខ្ញុំហាន់ហើយដាក់ត្រាំទឹកហើយខ្ញុំលាយជាមួយនឹងទឹកគីមឈីនៅជប៉ុននោះគេមានទឹកគីមឈីធ្វើស្រេចៗអញ្ចឹងណាអញ្ចឹងហើយបើសិនយើងអត់ចេះធ្វើយើងតែងតែគីមឈីទឹកស្រេចហ្នឹងមកយកមកធ្វើញ៉ាំភ្លាមបានហើយអត់អីទេអញ្ចឹងហើយគឺខ្ញុំធ្វើរួចហើយគឺខ្ញុំដាក់ទឹកគឹមជីនឹងឯងប៉ុន្តែខ្ញុំអត់បានដាក់ជាមួយនឹងល្ងទេដោយសារតែខ្ញុំអត់មានល្ងបានទិញហើយក៏ជ្រាវវាមកក៏ច្បល់រួចអស់ហើយយើងទុកម្លាយសិនអ្នកគឹមជីពិតប្រាកដនៅខាងណែនឹងគឺគឹមជីសុទ្ធតែ premium គឹមជីទៀតទិញនៅផ្សារ Costco និយាយរួមឲ្យតែខ្ញុំទៅផ្សារអាគាំង Costco ហ្នឹងគឺខ្ញុំដឹងតែទិញគឹមជីយកមកញ៉ាំហើយព្រោះផ្សារហ្នឹងលក់គឹមជីល្អឆ្ងាញ់យើងញ៉ាំទៅឆ្ងាញ់ហើយនឹងបន្លែនេះគឺមានសាឡាតហើយនឹងស្លឹកគីនីតហើយបន្លែបែបជប៉ុនគឺខ្ញុំដាក់ជាមួយនឹងត្រប់វែងហើយនឹងផ្សិតស៊ីតាកែនឹងឯងហើយយើងហាន់បែបប្រទេសអញ្ចឹងមកព្រោះតាជប៉ុនគាត់ចូលចិត្តញ៉ាំមែនទែនហើយដូចយើងដឹងស្រាប់ហើយប្រភេទត្រប់ហ្នឹងគឺល្អសម្រាប់សុខភាពយើងដែរអញ្ចឹងយើងអាចអាំងញ៉ាំជាមួយនឹងសាច់ក៏ឆ្ងាញ់ដូចគ្នាមិនចាំបាច់យកទៅឆាឬក៏ស្លទេយើងអាចយកមកធ្វើសាច់អាំងជាមួយនឹងសាច់អាំងដែររួចហើយយើងរៀបចំហ្នឹងគឺជាប្រភេទសាច់ជ្រូកដែលមានចិត្តខ្លាញ់ឬក៏ហៅថាយើងអាចនិយាយថា3ចិនក៏បានដែរប៉ុន្តែខ្ញុំអត់ស្គាល់កន្លែងសាច់នឹងល្មិចទេអញ្ចឹងសាច់នឹងគឺមកពីកាណាដាហូយទិញនៅផ្សារគៀងដូចគ្នាហើយនេះគឺជាទឹកសណ្ដែកទឹកសៀងឬក៏ទឹកជ្រលក់បែបកូរ៉េដែលខ្ញុំទិញតាពីផ្សារមកអញ្ចឹងណាប្រភេទហ្នឹងគឺចូលចិត្តញ៉ាំជាមួយនឹងសាច់ជ្រលក់ជាមួយនឹងសាច់អាំងហើយខ្ញុំលាយជាមួយនឹងប្រេងម្ទេសបន្តិចមករួចជាការស្រេចវាហឹលដូចគ្នាអត់ចាំបាច់ធ្វើទឹកត្រីកោះកុងទេដោយសារតែខ្ញុំចង់ញ៉ាំបែបនឹងយូរហើយតែមិនចេះបានញ៉ាំអញ្ចឹងតែមិននឹងទិញគ្រឿងកូរ៉េបានទឹកជ្រលក់គេហ្នឹងទឹកជ្រលក់ហ្នឹងវាមានសណ្ដែកសៀងនៅក្នុងនោះស្តៀងនឹងមីសូដែរប៉ុន្តែអត់មានវាតិចជាងវាមានសណ្ដែកសៀងតិចជាងបោះជប៉ុនវាមានមីសូច្រើនតែសណ្ដែកសៀងច្រើនអញ្ចឹងហើយខ្ញុំចង់ញ៉ាំបែបកូរ៉េត្រូវតែទិញបោះកូរ៉េមានទេហើយបន្ទាប់មកយើងចាក់ដាក់អាំងមកអូយហើយកញ្ច្រាហ្នឹងឆ្នាំងហ្នឹងគឺយើងត្រូវចាក់ទឹកពីខាងក្រោមសិនកុំឲ្យវាឆេះកុំឲ្យវាឆេះឆ្នាំងតែក្តៅខ្លាំងវាអាចឆេះអញ្ចឹងហើយយើងត្រូវដាក់ទឹកសិនរួចហើយយើងដាក់ពីលើមកដាក់សាច់អាំងមកអូយាយពីឲ្យតែសាច់អាំងម្ដងដឹងតែមានអ្នករំខានហើយមើលដៃចង់ជួយចាប់ឲ្យគេចង់កាន់តាគៀបហ្នឹងទៅឲ្យខ្ញុំអ្នកហាន់ឲ្យខ្ញុំអ្នកកាត់អញ្ចឹងណាហូយថាយាយពីដល់ពេលឲ្យកាន់ដល់កាន់អត់កើតដោយសារតែក៏អត់ចេះកាន់ណាលក្ខណៈថាឲ្យកាត់កាន់ទៅយើងកាត់យកកាន់កត្រៃកាត់សាច់ឲ្យកាត់អញ្ចឹងតែគាត់ថាអូយកាន់អត់កើតទេប៉ុន្តែដឹងល្មិចហើយបជាយើងឲ្យកាត់ទៅហើយទៅហាន់ទៅហើយទៅឲ្យគេអ្នកត្រឡប់រួចហើយសុំថតវីដេអូគេមកធ្វើដូចគេនឹងអ្នកហាន់សាច់អញ្ចឹងណាធ្វើដូចគេនឹងអ្នករៀបចំអញ្ចឹងណាអូយនិយាយពីកូនពូជខ្ញុំនឹងដកកហើយប្តីខ្ញុំនិងកូនពូជជប៉ុនខ្ញុំក៏គាត់ចូលចិត្តញ៉ាំបែបនឹងដែរដោយសារយើងដាក់ទឹកជ្រលក់ផ្សេងទៅគាត់ចង់បានរសជាតិបែបណាគាត់អាចជ្រលក់បានអញ្ចឹងទៅហើយខ្ញុំគឺរសជាតិបែបខ្ញុំគឺមានម្ទេសនឹងឯងម្ទេសហើយនឹងគ្រឿងរបស់កូរ៉េចំទាំងម្ដងអូយថាឆ្ងាញ់មែនតេងហើយញ៉ាំសាច់លឹងមួយចានហ្នឹងញ៉ាំអត់ចង់ឆ្អែតទេណាហើយត្រូវថែមមកប្រទេសទៀតអូយទៅទិញសាច់ហ្នឹងប្រហែលជា2គីឡូ3គីឡូដែរហ្នឹងញ៉ាំថ្ងៃហ្នឹងញ៉ាំគ្នា3នាក់សោះចង់អស់ចិត្តចង់ចិត្តអស់1គីឡូ2គីឡូចង់ចិត្តអស់សាច់នឹងដែលទិញមកប្រអប់ធំហ្នឹងនិយាយរួមទៅទាំងអស់គ្នា3នាក់ហ្នឹងមិនញ៉ាំទេមិនញ៉ាំទេបុកកដាដើមទ្រូងត្មងឃ្លានយូរហើយត្រូវញ៉ាំអញ្ចឹងឯងហើយណាមួយ
តាជប៉ុនគេថាធ្វើការហត់ហើយឃ្លានអីញ៉ាំនឹងទៅប៉ុន្តែយើងមិនញ៉ាំរាល់ថ្ងៃទេណាយូរម្ដងទេដូចតែគ្នាទេយូរម្ដងនេះទេអត់មានរាល់ថ្ងៃទេតែឆ្ងាញ់រាល់ថ្ងៃហ្នឹងហូចបាច់មើលគីឡូទេឡើងឲ្យគ្រឺតនឹងឯងសម្បីតែតាជប៉ុនខ្ញុំក៏គាត់ថាដែរគាត់ញ៉ាំរាល់ថ្ងៃហ្នឹងគាត់ញ៉ាំឆ្ងាញ់មែនទែនទោះបីជាយើងធ្វើធម្មតាមកហូបធម្មតាក៏គាត់ឆ្ងាញ់គាត់ថាគាត់ដោះក្បាលពោះហើយសុំបថយគាត់ថាបថយខ្ញុំថាបថយអីមើលអ្នកដែលដោះក្បាលពោះជាងគេហ្នឹងគឺខ្ញុំនឹងឯងមិនមែនអ្នកឯងទេ បន្ទាប់មកសាច់យើងឆ្អិនហើយមកយើងរៀបចំមកអូយដាក់ស្លឹកស្រាយដាក់សាឡាត់មកដាក់ស្លឹកគឺនីតមកហើយដាក់សាច់ពីលើមកហើយដាក់ខ្ទឹមខ្យល់ពីលើមកហើយនឹងគីមជីស្ពៃបូកូមកហើយមកទឹកជ្រលក់យើងពីលើនឹងមកអូយថានៅមានខ្ទឹមសមួយទៀតតែញ៉ាំបានដាក់អាហ្នឹងគឺរបៀបដែលខ្ញុំចូលចិត្តញ៉ាំបំផុតណានឹងហើយដល់ពេលតាជប៉ុនគាត់ឃើញខ្ញុំចង់ញ៉ាំម្ហូបកូរ៉េច្រើនពេកទៅគាត់ថាទៅចាំឆ្នាំក្រោយគាត់ជូនទៅកូរ៉េទៅញ៉ាំនៅកូរ៉េតែម្ដងមិនបាក់ធ្វើខ្លួនឯងឲ្យដឹងរសជាតិដើមគេណា original taste ចឹងទៅយើងធ្វើឆ្នៃខ្លួនឯងយើងទៅធ្វើតម្រូវនឹងរសជាតិមិត្តយើងចឹងណាតែយើងចង់សាករសជាតិដើមនៅប្រទេសកូរ៉េតែម្ដងប្រហែលឆ្នាំក្រោយហើយមើលទៅ អ្នកកូរ៉េឃើញហៅផងណាហ្នឹងហើយអរគុណច្រើនហ្នឹងគឺជាវីដេអូពីរបៀបខ្ញុំធ្វើសាច់អាំងបែបកូរ៉េ 90% អត់មានកូរ៉េ 100% ទេណា ជម្រាបលា